តោះយើងមកមើលព្រឹត្តិការណ៍សំខាន់ៗក្នុងបញ្ហាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃនៅឆ្នាំ2025បាទអញ្ចឹងវីដេអូនេះគឺនឹងអានទៅលើព្រឹត្តិការណ៍ឆ្នាំ2025ដែលទាហានថៃធ្វើការឈ្លានពានកម្ពុជាហើយនៅក្នុងនាមជាកូនខ្មែរទាំងអស់គ្នាយើងត្រូវចងចាំពីប្រវត្តិដែលជូរចត់និងរឿងអាក្រក់ដែលសៀមតែងតែឈ្លានពានទៅលើទឹកដីខ្មែរហើយកម្ពុជារបស់យើងបាត់បង់នៅតាំងពីបុរាណកាលមកជាបាត់បង់ច្រើនទៅលើអាចោសៀមនេះវាតែងតែឈ្លានពានទៅលើកម្ពុជាវាចិញ្ចឹមចិត្តមិនដែលភ្លេចទេរហូតមកដល់សម័យទំនើបសតវត្សទី21ហើយវាក៏នៅតែឈ្លានពានជាដដែលតែកន្លងមកនេះគឺយើងបានបាត់បង់កន្លែងឈរជើងយើងច្រើនអញ្ចឹងយើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងត្រូវតែពហិការរាល់ទំនិញរបស់សៀមហើយយុវវ័យយុវជនត្រូវតែខិតខំសិក្សារៀនសូត្រឲ្យបានខ្លាំងដើម្បីយកជំនាញយកចំណេះដឹងរបស់យើងនោះទៅជួយជាតិមាតុភូមិរបស់យើងការពារពីការឈ្លានពានសៀមវានឹងមិនលះបង់ចិត្តទេនៅក្នុងការឈ្លានពានយើងបាទអញ្ចឹងយើងមើលព្រឹត្តិការណ៍ទាំងអស់គ្នាអញ្ចឹងសេចក្តីសង្ខេបព្រឹត្តិការណ៍ចំនួនព្រំដែនកម្ពុជាថៃឆ្នាំ2025អញ្ចឹងនេះគឺលើកទី1នៅ13កុម្ភៈឆ្នាំ2025ភាពតានតឹងកើតឡើងវិញនៅប្រាសាទតាមាន់ធំទាហានថៃបានរៀបរៀងភ្ញៀវទេសចរខ្មែរចឹង28កុម្ភៈឆ្នាំ2025ការប៉ះទង្គិចគ្នាដំបូងនៅតំបន់មុំ3ស្រុកចំខ្សានបណ្ដាលឲ្យទាហានកម្ពុជាម្នាក់លោកព្រឹទ្ធបាលឯកសួនរ៉ូនបលិជីវិតបានអញ្ចឹងពលបែកឯកសួនរ៉ូននេះគឺគាត់តាមតែមើល Facebook តែគេហៅរូបភាពទៅគឺគាត់ស្លៀកខោខ្លីទេគាត់អត់មានអាវុធមានអីកាន់ទេគាត់ដើរព្រឹកឡើងអញ្ចឹងទាហានថៃបានលបបាញ់អញ្ចឹងគឺក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវតែមានការជឿចាំដល់8មិថុនាឆ្នាំ2025ការបែកធ្លាយសម្លេងសន្ទនាទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃផែនតង្ថាននិងសម្ដេចហ៊ុនសែននាំឲ្យមានវិបត្តិនយោបាយក្នុងប្រទេសថៃ21 23មិថុនាឆ្នាំ2025ថៃបានប្រកាសបិទច្រកព្រំដែនជាឯកតោភាគីច្រកសៃតាគូជាការឆ្លើយតបកម្ពុជាបានបិទច្រកតាថាវជប៉ុកគីនិងច្រកជាំប្រមុខថៃបានបញ្ជាឲ្យបិទច្រកព្រំដែនទាំងអស់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន24កក្កដាឆ្នាំ2025ថៃផ្ទុះអាវុធជាផ្លូវការការវាយប្រហារកើតឡើងនៅខេត្តឧត្តរមានជ័យនិងតំបន់ប្រាសាទតាមាន់25កក្កដាឆ្នាំ2025កម្ពុជាបិទសាលារៀនតាមព្រំដែនគណៈថៃប្រកាសច្បាប់អាជ្ញាសឹកនៅខេត្តចន្ទបុរីនិងខេត្តត្រាញ26កក្កដាឆ្នាំ2025ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំបន្ទាន់ចំនួនរាលដាលដល់ខេត្តពោធិ៍សាត់និងបេក្ខខាងលិច28 29កក្កដាឆ្នាំ2025ភាគីទាំងពីរចរចានៅម៉ាឡេស៊ីនិងយល់ព្រមលើបទចម្បាញ់លើកទី1គ្មានលក្ខខណ្ឌ40កក្កដាឆ្នាំ2025យោធាថៃបានចាប់ទាហានកម្ពុជា20នាក់នៅសមរភូមិជាំតែ26ដុល្លារឆ្នាំ2025ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដែលមានការចូលរួមពីម៉ាឡេស៊ីនិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំថ្ងៃទី10វិច្ឆិកាឆ្នាំ2025មានហេតុការណ៍ផ្ទុះមានបង្កឲ្យទាហានថៃរងរបួសថៃប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងបានជាអាការផ្ទុះមាននេះគឺថៃវាចេះតែផភូតកុហកដើម្បីបង្កឲ្យមានសង្គ្រាមឡើងវិញទេដោយសារតែអាសង្គ្រាមទី1នោះគឺកម្ពុជារបស់យើងគឺមានប្រៀបយើងឈរជើងបានគ្រប់សមរភូមិអត់មានការបាត់បង់ទេអញ្ចឹងថៃវាតែងតែថតតែងតែធ្វើជាការផ្ទុះមាននឹងដើម្បីរកលេសក្នុងការវាយកម្ពុជារហូតទៅដល់មានសង្គ្រាមលើកទី2មែនអញ្ចឹងនៅថ្ងៃទី7ធ្នូឆ្នាំ2025ការប៉ះទង្គិចគ្នាថ្មីនៅភូមិសាស្ត្រពលានថ្មខេត្តប្រវត្តិហានិងភូផាឡែកស្រីសកេត289ធ្នូឆ្នាំ2025សមរភូមិកាន់តែក្តៅកគុកថៃប្រអែត16ទម្លាក់គ្រាប់បែកទៅលើប្រាសាទតាក្របីនិងរចនាសម្ព័ន្ធក្បែរប្រាសាទព្រះវិហាររងការខូចខាតបានអញ្ចឹងថៃបានប្រអែត16កំទេចសាលារៀន
ផ្ទះប្រជាពលរដ្ឋស្ពានផ្លូវថ្នល់រហូតទៅដល់ប្រាសាទក៏វាកំទេចចោលដែរចឹងក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងត្រូវមានការចងចាំគ្រប់យុវជនទាំងអស់ថ្ងៃទី10ធ្នូឆ្នាំ2025កម្ពុជាដកប្រតិភូនិងអត្តពលិកចេញពីការប្រកួត SEA Games នៅប្រទេសថៃ11-15ធ្នូឆ្នាំ2025កវីបហាតាមអាកាសរបស់ថៃរាលដាលដល់ខេត្តកោះកុងនិងសៀមរាបជំរុំជនភៀសសឹកក្នុងស្រុកស្រីស្នំបានអញ្ចឹងសូម្បីតែជំរុំជនភៀសសឹកក៏ថៃមិនលើកលែងដែរបាទ18ធ្នូឆ្នាំ2025កម្ពុជាបាញ់ទម្លាក់ដ្រូនសិបការថៃប្រភេទ DP-20 នៅក្នុងប៉ោយប៉ែត27ធ្នូឆ្នាំ2025កម្ពុជានឹងថៃចុះហត្ថលេខាលើបទច្បាញ់លើកទី3ដែលជួយជាធរមាននៅម៉ោង12ថ្ងៃត្រង់31ធ្នូ2025ថៃដោះលែងយុទ្ធនកម្ពុជា13រូបដែលចាប់បានពីខែកក្កដាបាទនេះគឺសង្ខេបបន្តទៀតអញ្ចឹងវិបត្តិព្រំដែនគឺមាន2លើកបាទអញ្ចឹង28ឧសភាដល់21តុលាឆ្នាំ2025 4ខែនិង4សប្តាហ៍10វិច្ឆិកា2025ទៅដល់7ធ្នូ2025 3សប្តាហ៍6ថ្ងៃចំនួនព្រំដែន24-28កក្កដា2025គឺ4ថ្ងៃហើយនេះគឺការមានន័យថាការប្រយុទ្ធផ្ទុះបដាវុធគឺមានរយៈពេល4ថ្ងៃលើកទី1ហើយលើកទី2 28ធ្នូទៅដល់27ធ្នូចឹងមានរយៈពេល3សប្តាហ៍និង6ថ្ងៃអានេះគឺជាការប្រឆាំងដែលយើងមានវិបត្តិព្រំដែនណាយើងមានវិបត្តិរហូតដល់ផ្ទុះលើកទី1ចឹងដល់ពេលនេះទៀតពី10វិច្ឆិកាទៅដល់7ធ្នូនេះយើងមានវិបត្តិលើកទី2រហូតដល់មានការផ្ទុះវុធនៅ8ធ្នូទៅដល់27ធ្នូមានរយៈពេល3និង3សប្តាហ៍និង6ថ្ងៃភាពតានតឹងតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃចាប់ផ្ដើមក្នុងខែឧសភាថៃអះអាងថាប្រាសាទតាមាន់ប្រាសាទតាក្បីនិងតំបន់បំបីជារបស់ខ្លួនទៅផ្អែកទៅលើផែនទីឯកតោភាគីចំណែកកម្ពុជាអះអាងនៅចូលទៅលើកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជាបានដាក់សំណើសុំការដោះស្រាយលើចំនួនទឹកដីនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិតែត្រូវបានថៃបដិសេធបន្ទាប់ពីនោះចំនួនព្រំដែនរវាងកម្ពុជានិងថៃបានវិវត្តក្លាយទៅជាចំនួនបដាអាវុធនៅថ្ងៃទី24កក្កដាឆ្នាំ2025នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្រោយមកប្រទេសទាំងពីរក៏បានយល់ព្រមអនុវត្តបទច្បាញ់ដោយគ្មានលក្ខខណ្ឌមួយនៅថ្ងៃទី28កក្កដាឆ្នាំ2025ការវាយប្រហារប្រយុទ្ធគ្នានេះផ្ទុះឡើងសារជាថ្មីម្ដងទៀតនៅក្នុងខែធ្នូហើយដោយមុនចុចដែរភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថារំលោភកិច្ចព្រមព្រៀងសន្តិភាពដោយបានធ្វើការបង្កចំនួនម្ដងទៀតយើងមើលការបរិច្ឆេទសំខាន់លើកទី1 13កុម្ភៈឆ្នាំ2025ទាហានថៃបានរៀបរៀងភ្ញៀវទេសចរខ្មែរមិនឲ្យច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទតាមាន់ធំ23កក្កដាឆ្នាំ2025ទាហានថៃម្នាក់បានទទួលរងរបួសធ្ងន់ធ្ងរបន្ទាប់ពីការជន់មានប្រឆាំងមនុស្សប្រភេទ PMN2 នៅក្នុងស្រុកណាយឿនខេត្តអបលរាជធានីហេតុការណ៍នេះជនមាននេះបានបើកផ្លូវឲ្យថៃចុចប្រកាន់កម្ពុជាជាអ្នកបង្កប់មីនបាទនេះគឺជាជាល្បិចរបស់ថៃក្នុងការបង្កចំនួន28ឧសភាឆ្នាំ2025ទាហានកម្ពុជានិងថៃបានផ្ទុះអាវុធប៉ះទង្គិចបាញ់បកគ្នារយៈពេល10នាទីនៅស្រុកជាំខ្សានខេត្តព្រះវិហារដែលបណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់នោះគឺប្រតិបត្តិឯកស៊ុនរ៉នព្រឹត្តិការណ៍ប៉ះទង្គិចមួយប្រាណនេះបានកើតឡើងក្នុងតំបន់ចុងបូកឬមុំបីតាមបណ្ដោយព្រំដែនរវាងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជានិងខេត្តអបលរាជធានីរបស់ថៃថ្ងៃទី6ខែមិថុនាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ប្រាប់ភាគីម៉ាឡេស៊ីអំពីជំហររបស់កម្ពុជាទី1គឺរក្សាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អទី2គឺសម្រាប់ចិត្តយកប្រាសាទតាមាន់ធំតាមាន់តូចតាក្បីនិងតំបន់បំបីទៅប្តឹងនៅតុលាការអន្តរជាតិ ICJ ថ្ងៃទី15មិថុនាឆ្នាំ2025កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក GBC នៅរាជធានីភ្នំពេញដើម្បីដោះស្រាយជម្លោះតាមផ្លូវទូត
ទោះបីជាមិនទាន់អាចដោះស្រាយបានទាំងស្រុងក៏ដោយនៅថ្ងៃទី14មិថុនាឆ្នាំ2025កម្ពុជាបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការអន្តរជាតិ ICJ ដើម្បីដោះស្រាយវិបត្តិព្រំដែនប៉ុន្តែភាគីថៃបានប្រកាសបដិសេធមិនទទួលយកយុត្ថាធិការរបស់ ICJ ឡើយដោយចង់ដោះស្រាយតាមផ្លូវទ្វេភាគីវិញថ្ងៃទី15មិថុនាឆ្នាំ2025នាយករដ្ឋមន្ត្រីថៃលោកផែថងឋានសៀនវត្រាបានតាក់ទងទៅអភិបាលរដ្ឋរាជធានីភ្នំពេញលោកខ្លាំងហួតដើម្បីស្នើសុំជំនួយលោកក្នុងការធ្វើជាអ្នកបកប្រែនិងធ្វើជាអន្តរការីសម្រាប់ការសន្ទនាក្រៅផ្លូវការជាមួយសម្ដេចតេជោហ៊ុនសែននៅថ្ងៃទី18មិថុនាឆ្នាំ2025សម្ដេចហ៊ុនសែនបានចេញវីដេអូឃ្លីបនៃសំឡេងទូរស័ព្ទនោះជាឯកតោភាគីទៅសាធារណៈដើម្បីធ្លាសំឡេងទូរស័ព្ទនេះជាដំបូងបានប៉ះពាល់ទៅដល់វិស័យសេដ្ឋកិច្ចរបស់ថៃជាពិសេសនៅក្នុងទីផ្សារមូលដ្ឋានសន្ទុះផ្សារហ៊ុនថៃបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល3ថ្ងៃជាប់គ្នាបន្ទាប់ពីការចេញផ្សាយចេញនៅคลิปសម្លេងនោះនឹងឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភរបស់វិនិយោគិនចំពោះស្ថិរភាពនយោបាយនៃរដ្ឋាភិបាលថៃការធ្លាក់ចុះ4ទៅដល់7%ជាបន្តបន្ទាប់ក្នុងសន្ទុះគោលបានបង្ហាញអំពីការបាត់បង់ទំនុកចិត្តទៅលើទីផ្សារដោយវិនិយោគិនក្នុងស្រុកថៃនិងបរទេសជំវិញការគ្រប់គ្រងស្ថានភាពរបស់ថ្នាក់ដឹកនាំនយោបាយថៃ21មិថុនាឆ្នាំ2025ថៃបានអនុម័តបិទច្រកព្រំដែនចងសៃតាគូជាបណ្ដោះអាសន្ននៅក្នុងស្រុកបានគ្រោះខេត្តបរិយារ័មដែលលើកឡើងពីហេតុផលសន្តិសុខជាតិនិងប្រតិបត្តិការផ្សេងទៀតថ្ងៃទី2022សំទុះថ្ងៃទី22មិថុនាឆ្នាំ2025សម្ដេចតេប្រេហ៊ុនម៉ាណែតបានប្រកាសតាមរយៈទំព័រ Facebook ផ្លូវការរបស់សម្ដេចអំពីការបិទច្រកព្រំដែនតថាវជប៉ុគីក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យនៅទល់មុខច្រកចងសៃតាគូរបស់ថៃនោះក៏ដូចជាច្រកចំក្នុងស្រុកលងវែងដែលនៅទល់មុខនឹងព្រំដែនចងសង្ងាមក្នុងស្រុកភូស៊ីងខេត្តស្រីសកេតថ្ងៃទី23មិថុនាឆ្នាំ2025យោធាថៃបានដាក់បញ្ជាបិទច្រកព្រំដែនទាំងអស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃថ្ងៃទី23កក្កដាឆ្នាំ2025នាយរដ្ឋមន្ត្រីស្ដីទីថៃបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជាត្រឡប់ទៅបាងកកវិញនិងបណ្ដេញឯកអគ្គរដ្ឋទូតកម្ពុជាចេញពីថៃការសម្រេចចិត្តនេះធ្វើឡើងក្រោយពីឧបទ្ទវហេតុទាហានថៃ5នាក់បានរងរបួសដោយសារដែលជនមាននៅតាមតំបន់ព្រំដែនកម្ពុជាថៃជាការឆ្លើយតបរដ្ឋាភិបាលកម្ពុជាបានប្រកាសទម្លាក់កម្រិតការទូតនៅទីបំផុតត្រឹមលេខាទី2និងតម្រូវឲ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាវិញដែរថ្ងៃទី24កក្កដាឆ្នាំ2025មានការផ្ទុះអាវុធបាញ់គ្នារវាងកម្ពុជានិងថៃនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅខេត្តឧត្តរមានជ័យថៃជាអ្នកផ្ដើមបាញ់ប្រហារមុនហើយកងទ័ពកម្ពុជាមានសិទ្ធិការពារខ្លួននិងទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់កងទ័ពថៃយោធាថៃបានបើកការវាយប្រហារបណ្ដាអាវុធទៅលើកងកម្លាំងកម្ពុជាហើយបានបិទផ្លូវសាធារណៈទៅកាន់ប្រាសាទតំបន់ធំការប្រយុទ្ធបានរាលដាលដល់ប្រាសាទតាកបីតំបន់ភ្នំខ្មោចនិងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់បំបីក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យដែលថៃបានប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនទម្លាក់គ្រាប់បែកទៅលើទឹកដីកម្ពុជាថ្ងៃទី25កក្កដាឆ្នាំ2025ក្រសួងរួមយុវជននិងកីឡាប្រកាសបិទគ្រឹះស្ថានសិក្សានានាជាបណ្ដោះអាសន្ននៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសថៃគណៈការប្រយុទ្ធគ្នាកំពុងតែកើនឡើង26កក្កដាឆ្នាំ2025ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់តាក់ទងទៅនឹងចំនួនកម្ពុជាថៃហើយជាលទ្ធផលប្រពឹក្សាអំពីនីយឲ្យភាគីកម្ពុជាថៃប្រកាន់យកការអត់ធ្មត់និងមានដំណោះស្រាយដោយសន្តិវិធីព្រមទាំងបញ្ចប់ហិង្សាដោយបដាអាវុធថ្ងៃទី26កក្កដាឆ្នាំ2025ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបញ្ជាក់ថាលោកនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយនាយរដ្ឋមន្ត្រីកម្ពុជានិងថៃដើម្បីសម្របសម្រួលប្រទេសទាំងពីរឲ្យកើតមានបទចម្បាញ់27កក្កដាឆ្នាំ2025រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃនឹងជួបជុំគ្នាចរចាលើបទចម្បាញ់នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃបន្ទាប់ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីម28កក្កដាឆ្នាំ2025ក្រុមការសម្របសម្រួលជាបន្ទាន់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមសម្ដេចថាបតីបានជួបចរចាដោយផ្ទាល់ជាមួយលោកភូមិថាំនាយករដ្ឋមន្ត្រីថៃស្ដីទីនៅទីក្រុងពុនត្រាឆាយាប្រទេសម៉ាឡេស៊ី
ភាគីទាំងពីរបានឯកភាពលើបទចុះបញ្ជាបន្ទាន់ហើយគ្មានលក្ខខណ្ឌដែលជួយជាធរមាននៅម៉ោង24យប់ដដែលថ្ងៃទី29កក្កដាឆ្នាំ2025ក្រុមទាហានថៃបានធ្វើជាមកចាប់ដៃជាមួយទាហានកម្ពុជានៅសមរភូមិជាំតែក្រោយមកបន្តិចមកក៏បានលើកកំភ្លើងភ្ចុងចាប់ទាហានកម្ពុជាចំនួន20នាក់បាទអញ្ចឹងអាថៃនេះគឺនៅតែល្បិចកិច្ចកលច្រើនអញ្ចឹងក្នុងនាមជាគុនខ្មែរត្រូវដឹងពីល្បិចរបស់វាកំចាញ់បោកវាអានេះគឺបត់ឈប់បាញ់ហើយបាទវាហៅទាហានយើងមកចាប់ដៃពេលយើងទៅចាប់ដៃវាយកកំភ្លើងភ្ចុងបាទអញ្ចឹងមួយសីហាឆ្នាំ2025ទាហានខ្មែរចំនួន2នាក់ក្នុងចំនួន20នាក់ដែលថៃត្រូវបានចាប់ខ្លួននោះត្រូវបានដោះលែងត្រឡប់មកវិញហើយទាហាន2នាក់ដោះលែងនោះម្នាក់រងរបួសបាក់ដៃនៅខណៈម្នាក់ទៀតមានបញ្ហាស្មារតីបាទអញ្ចឹងវាយកទៅធ្វើទរណកម្មឆក់អ្វីអញ្ចឹង2នាក់ដោះលែងមកហ្នឹងគឺម្នាក់គឺវិបលះហ្នឹងគឺចង់ឈួតលែងស្គាល់ដឹងអីហើយម្នាក់ទៀតគឺបាក់ដៃបាទអញ្ចឹងវាយកទៅទរណកម្មលើសពីសពទៀតទៅទៀតថ្ងៃទី1សីហាឆ្នាំ2025រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារសម្រាប់សម្រួលក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទច្បាប់បាញ់ក្រុមការនេះគឺមានលោកឧបនាយករដ្ឋមន្ត្រីទេសហារដ្ឋមន្ត្រីការពារជាតិនិងជាប្រធានដែលមានអនុប្រធាននិងសមាជិក11រូបដើម្បី12សីហា2025កងកម្លាំងបរិស្ថាននិងតម្រួតព្រំដែនថៃបដិអាវុធបានធ្វើសកម្មភាពរៀបបន្លាលួសព្រមទាំងអ្នកកងឡាននៅភូមិព្រៃច័ន្ទភូមិជោគជ័យស្ថិតនៅក្នុងអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅក្នុងទិសទី1នៃយោធិនភូមិភាគទី5នេះជាសកម្មភាពរំលោភបំពានបទច្បាប់បាញ់ព្រមទាំងស្មារតីនៃការឯកភាពនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC 16សីហា2025កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធិនភូមិប៊ីស៊ីរវាងកម្ពុជានិងថៃកិច្ចប្រជុំពេញមួយថ្ងៃនេះគឺដឹកនាំដោយលោកអ៊ុយហៀងមេបញ្ជាការយោធិនភូមិភាគទី3កម្ពុជាជាមួយលោកអតិឆាតសាប្រសិទ្ធមេបញ្ជាការការពារព្រំដែនចិនបារីត្នោតនិងប្រទេសថៃ13ថ្ងៃទី10ដល់13តុលាឆ្នាំ2025ភាគីថៃបានចាក់សម្លេងរំខានដែលទាំងសម្លេងខ្មោចឆ្កែលួននិងសម្លេងសត្វឆ្កែព្រោះខ្លាំងៗដើម្បីរំខានទៅដល់ដំណេកប្រជាពលរដ្ឋក្នុងភូមិជោគជ័យប្រៃច័ន្ទអូបៃជន់ស្រុកអូជ្រៅជាប់គ្នាជាច្រើនជាប់ថ្ងៃទី16តុលាឆ្នាំ2025កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបង្កើតឡើងនៅទីក្រុងកូឡាឡាំពូនៃប្រទេសម៉ាឡេស៊ីក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីថៃអនុទីនឆាន់វីរៈកុលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមនិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកិច្ចព្រមព្រៀងនេះបានចែងថាកម្ពុជានិងថៃបានព្រមព្រៀងគ្នាដាក់អាវុធធុនធ្ងន់ទាំងឡាយចេញពីតំបន់ព្រំដែនមកកើតក្រុមការងារត្រួតពិនិត្យបទច្បាញ់បដិអសន្នសហការគ្នាលើប្រតិបត្តិការដោះមីនសាងសង់បង្គោលព្រំដែនបដិអសន្ននៅទីកន្លែងដែលគ្មានបង្គោលឲ្យប្រទេសថៃដោះលែងឆ្លងសកម្មជា18អ្នកដែលកំពុងជាប់ឃុំមួយទៅដល់7វិច្ឆិកាឆ្នាំ2025ប្រទេសកម្ពុជានិងថៃបានចាប់ផ្ដើមអនុវត្តដំណាក់កាលទី1នៃកិច្ចព្រមព្រៀងដោយដកប្រព័ន្ធកំជ្រួចនិងសពាវុធធនធ្ងន់ចេញពីតំបន់ជួរមុខសភាពការមានភាពវិជ្ជមានជាមរអសន្នដល់វិច្ឆិកា2025មានមួយគ្រាប់បានផ្ទុះនៅក្នុងតំបន់ព្រំដែននៃខេត្តសេរីសកេតដែលបណ្ដាលឲ្យទាហានថៃចំនួន2នាក់បានរងរបួសដោយម្នាក់បាត់បង់ជើងស្ដាំនិងម្នាក់ទៀតរងនៃការជិះចាប់ផ្នែកទ្រូងក្រោយហេតុការណ៍នេះប្រទេសថៃក៏បានប្រកាសអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា12វិច្ឆិកាឆ្នាំ2025កងកម្លាំងថៃបានធ្វើការបំពេញប្រហារមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបណ្ដាលឲ្យមានជនស៊ីវិលម្នាក់ស្លាប់និងច្រើនរងរបួសបានអញ្ចឹង12វិច្ឆិកា2025នេះទាហានថៃបានបាញ់រះទៅលើប្រជាពលរដ្ឋបាទធ្វើប្រជាពលរដ្ឋម្នាក់ស្លាប់ហើយជាច្រើនអ្នកបានរងរបួសគឺជឿចាប់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ13វិច្ឆិកាឆ្នាំ2025អាជ្ញាធរកម្ពុជាបានធ្វើការជម្លៀសប្រជាពលរដ្ឋជាបន្តជាង250គ្រួសារចេញពីភូមិប្រច័ន្ទឃុំ3ជាន់ស្រុកអូជ្រៅខេត្តរមានជ័យទៅកាន់ទីទួលសុវត្ថិភាពវត្តអារាមដែលមានចម្ងាយ29គីឡូម៉ែត្រពីព្រំដែនភាគីថៃក៏បានជម្លៀសប្រជាពលរដ្ឋខ្លួនចេញចូលលេនរដ្ឋាដែរលើកទី2 27ធ្នូឆ្នាំ2025បាទនេះគឺសង្គ្រាមលើកទី2កងទ័ពថៃបានធ្វើការបាញ់ប្រហារដោយប្រើអាវុធធុនតូចកំភ្លើងបាញ់ក្របបែកដៃ B40 និងកំភ្លើងត្បាល់60មីលីម៉ែត្រមកលើទីតាំងឈរជើងមួយកន្លែងរបស់កងកម្លាំងកម្ពុជានៅក្នុងភូមិសាស្ត្រពលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារ
ថ្ងៃទី20ថ្ងៃទី8ដល់27ធ្នូឆ្នាំ2025ការបាញ់បញ្ចូលគ្នាមកផ្ទុះឡើងតាម100បន្ទាប់ព្រំដែនកងទ័ពភូមិភាគ2នៃយោធាថៃបានប្រកាសថាកងកម្លាំងបានបើកការយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសតាម100ព្រំដែនជាមួយប្រទេសកម្ពុជាដោយឈុតទៅលើហេតុផលដើម្បីសងសឹកចំពោះការប៉ះទង្គិចគ្នាដែលសម្លាប់ទាហានថៃម្នាក់ក្នុងខេត្តអបលរាជធានីថ្ងៃទី9ធ្នូថ្ងៃទី9ដល់20ធ្នូឆ្នាំ2025ដល់កកងនៃវិចម្បាំងថៃបានបាញ់ផ្លូវកំភ្លើងធំប្រហែលជា20គ្រាប់ចូលតំបន់ចំយាមនៅខេត្តរមជ័យ E16 បានទម្លាក់គ្រាប់បីកំទេចស្ពានអូជីកដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលតភ្ជាប់ស្រុកចង្កល់និងស្រុកស្រីស្នាមខេត្តសៀមរាបថៃបានបន្តបាញ់ផ្លូវមកលើតំបន់បសពប្រវហិបសពតំនកម្ពុជាបានចោទថាយោធាថៃបានប្រើប្រាស់សារធាតុគីមីពុលនិងគ្រាប់បញ្ចង្គមបាញ់ចូលទឹកដីខ្មែរជ្រៅទៅដល់100គីឡូម៉ែត្របានអញ្ចឹងសាហាវណាស់អាថៃនេះសូម្បីតែផ្សែងគីមីពុលដែលជាអាវុធខុសច្បាប់ក៏វាប្រើដែរគ្រាប់បញ្ចង្គមក៏ជាអាវុធដែលគេហាមឃាត់ដែរអញ្ចឹងថៃប្រើទាំងអស់ឲ្យតែឈ្នះខ្មែរបាទអញ្ចឹងទាហានកម្ពុជារបស់យើងត្រូវបានក្រោយចប់សង្គ្រាមក៏ទាហានយើងក៏បានបាលីជាបន្តដែរដោយសារតែផ្សែងពុលខ្លាំងហើយក៏បានស្លាប់ក្នុងមន្ទីរពេទ្យបាទអញ្ចឹងដោយសារផ្សែងពុលហើយ E16 យន្តហោះនេះគឺកំទេចហេដ្ឋារចនាសម្ព័ន្ធនៅសាលារៀនវត្តអារាមក៏វាកំទេចអស់បាទអញ្ចឹងគឺមានការជឿចាប់ដោយសារតែពុទ្ធិយនថៃអញ្ចឹងថ្ងៃទី10ធ្នូឆ្នាំ2025រយៈពេលចំនួន1ថ្ងៃបន្ទាប់ពីពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ2025ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះកម្ពុជាបានប្រកាសដល់គណៈប្រតិភូរបស់ខ្លួនចេញពីការប្រកួតទាំងស្រុងដែលលើកឡើងពីកំណើននៃភាពតានតឹងនៃការប៉ះទង្គិចគ្នានៅតាមព្រំដែននិងហានិភ័យជំវិញសុខសុវត្ថិភាពអត្តពលិកនិងមន្ត្រីកម្ពុជាប្រមាណ40នាក់បានចូលរួមពិធីបើកព្រឹត្តិការណ៍ថ្ងៃទី9ខែធ្នូមុនរួចទៅហើយប៉ុន្តែពួកគេបានចាក់ចេញមុនពេលព្រឹត្តិការណ៍ប្រកួតណាមួយចាប់ផ្ដើម27ធ្នូឆ្នាំ2025ប្រទេសកម្ពុជានឹងថែមបានចុះហត្ថលេខាលេខិតព្រមព្រៀងបទជុំបានជាថ្មីដែលចូលជាធរមាននៅម៉ោង12ថ្ងៃត្រង់ហើយនាយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហានិងរដ្ឋមន្ត្រីការពារជាតិថៃបានជួបគ្នាផ្ទាល់ក្នុងកិច្ចប្រជុំសាមញ្ញ GBC លើកទី3និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទជុំបាញ់ពេញលេញជាបន្ទាន់យោធាទាំងពីរដាក់ឲ្យមានការតាមដានយ៉ាងតឹងរ៉ឹងរយៈពេល72ម៉ោង31ធ្នូឆ្នាំ2025ទីគីថៃបានដោះលែងយុទ្ធនកម្ពុជា18រូបដែលត្រូវបានយុតិថៃចាប់ឃុំខ្លួនចាប់តាំងពីខែកក្កដាមកបាទអញ្ចឹងនេះគឺជាព្រឹត្តិការណ៍ផ្សេងៗពាក់ព័ន្ធទៅនឹងសង្គ្រាមចំនួនព្រំដែនកម្ពុជាថៃក្នុងឆ្នាំ2025បាទហើយចុងក្រោយក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរត្រូវតែមានការជឿចាប់និងចងចាំរាល់ព្រឹត្តិការណ៍រហេតុការណ៍ដែលថៃតែងតែធ្វើបាបប្រទេសកម្ពុជាយើងតែងតែរំលោភបំពានកម្ពុជាយើងឈ្លានពានទឹកដីហើយយើងជាពលរដ្ឋយុវជនត្រូវតែខិតខំសិក្សារៀនសូត្ររៀនយកជំនាញឲ្យបានច្បាស់ដើម្បីអភិវឌ្ឍប្រទេសជាតិនិងការពារប្រទេសជាតិយើងចេញពីពួកអចោសៀមនេះបាទអញ្ចឹងអរគុណច្រើន